ចងការលុយលឿនខ្ចីបោះទីទួចមិនបាច់ទៅធនាគារឬក៏អាចខ្ចីនៅក្រុមហ៊ុនឯកជនក៏បានដែរមិនតម្រូវឯកសារច្រើនស្មុគស្មាញលឿនហើយឆាប់រហ័សតាមទីផងប៉ុន្តែការប្រាក់ខ្ពស់ក៏ពពកនេះហើយគឺជាមូលហេតុចម្បងដែលនាំឲ្យមានការបង្វិលលុយមិនទាន់អាចនឹងឈានដល់ការចំពាក់បំណុលគេច្រើនឡើងហើយមិនដឹងសងពីណាទៅណាដោយសារតែមានករណីតាក់ទងនឹងការចំពាក់បំណុលច្រើននៅលុបមូលហេតុដោយសារតែការប្រើប្រាស់កម្ចីក្រៅផ្លូវការបែបនេះហើយទើបអ្នកជំនាញផ្នែកហិរញ្ញវត្ថុណែនាំក៏ដូចជាលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានតម្រូវការកម្ចីគួរតែប្រើប្រាស់កម្ចីឬក៏ស្នើសុំកម្ចីពីគ្រឹះស្ថានធនាគារហិរញ្ញវត្ថុដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជាព្រោះយើងដឹងហើយថាធនាគារជាតិឬក៏គ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជានេះគឺជាប្រភពទុនដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋទូទៅប្រើប្រាស់ក៏ដូចជាសហគ្រិននិងអាជីវករជាដើមតែបើទោះបីជាមានអ្នកជំនាញផ្នែកហិរញ្ញវត្ថុលើកទឹកចិត្តយ៉ាងនេះក្តីក៏នៅតែមានអត្រាអ្នកហ៊ានប្រថុយចងការប្រាក់ក្រៅប្រព័ន្ធនៅតែបន្តមានដដែលទន្ទឹមនឹងនេះការប្រើប្រាស់ឥណទានក្រៅប្រព័ន្ធនេះត្រូវបានគេរកឃើញថាមានហានិភ័យខ្ពស់ដោយសារតែអត្រាការប្រាក់មានភាគរយច្រើនលើសពីអត្រាការប្រាក់របស់គ្រឹះស្ថានផ្លូវការឬយើងស្គាល់ថាធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុដោយឡែកដោយសារតែមានការត្អូញត្អែរមួយចំនួនពាក់ព័ន្ធនឹងនីតិវិធីស្នើកម្ចីរបស់គ្រឹះស្ថានធនាគារទើបធ្វើឲ្យប្រជាជនងាកទៅប្រថុយខ្ចីបោះពីកម្ចីដែលមានការប្រាក់ថ្លៃពេលដែលត្រូវការលុយបន្ទាន់គួរជម្រាបជូនផងដែរថាបើទោះបីជានីតិវិធីរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការមានភាពស្មុគស្មាញនិងច្រើនដំណាក់កាលក៏ពិតមែនក៏ប៉ុន្តែនេះគឺជាច្បាប់ដែលតម្រូវឲ្យធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ត្រូវតែអនុវត្តតាមហើយប្រតិបត្តិការហិរញ្ញវត្ថុនៅតែលើកទឹកចិត្តដល់អ្នកដែលមានបំណងប្រើប្រាស់កម្ចីគួរប្រើប្រាស់កម្ចីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការក្រោមហេតុផលថានីតិវិធីនិងលក្ខខណ្ឌដែលតម្រូវដោយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការអាចធានាដល់ការប្រើប្រាស់ឥណទានឬក៏កម្ចីរបស់លោកអ្នកបានជោគជ័យនិងចំគោលដៅតយមកវិញប្រសិនបើលោកអ្នកប្រថុយប្រឋាននៅក្នុងការប្រើប្រាស់កម្ចីក្រៅផ្លូវការលោកអ្នកអាចនឹងរងផលអវិជ្ជមានដូចជាទី1អត្រាការប្រាក់ថ្លៃទី2មានការគំរាមកំហែងទី3ការប្រើប្រាស់អំពើហិង្សាទី4មានការបរិហាគេតាមរយៈបណ្ដាញសង្គមហើយនឹងចុងក្រោយនោះអាចនឹងឈានដល់ការធ្វើអត្តឃាតជាដើមដូច្នេះហើយដើម្បីសុវត្ថិភាពផ្នែកហិរញ្ញវត្ថុក៏ដូចជាសុវត្ថិភាពរបស់លោកអ្នកគួរតែគិតគូរឲ្យបានល្អិតល្អន់ក៏ដូចជារៀបចំគម្រោងចាយវាឲ្យបានល្អប្រសើរមុននឹងសម្រេចចិត្តធ្វើការកម្ចីហើយជៀសវាងនៅក្នុងការខ្ចីបោកបំណុលក្រៅប្រព័ន្ធដែលនាំឲ្យមានបំណុលច្រើនលើសលប់